ខ្ញុំឈ្មោះសវណ្ណរីដែលជា founder របស់ Pet Palace ជាមួយនឹងបងគុយគឹមស៊ាន់គាត់ជា co-founder របស់ Pet Palace ហើយសម្រាប់Pet Palace បានកើតឡើងគឺមានរឿងជាច្រើនដែលបានជះឥទ្ធិពលទៅលើក្មេងស្រីម្នាក់ដែលគាត់បានធំធាត់ឡើងជាមួយនឹងសត្វចិញ្ចឹមរបស់គាត់ដែលមានឈ្មោះថា Lulu ដែលជាសំណក់ហើយក្មេងស្រីម្នាក់ហ្នឹងគាត់អត់ដែលដឹងទេថា Lulu មានអត្ថន័យជីវិតសម្រាប់គាត់ប៉ុណ្ណារហូតដល់ថ្ងៃមួយ Lulu បានបាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ចរាចរណ៍ហើយពេលហ្នឹងក្មេងស្រីម្នាក់ហ្នឹងគាត់អាចជួយអីបានទេក្រៅពីឈប់មើល Lulu ស្លាប់នៅចំពោះមុខគាត់ដោយសារតែនៅពេលហ្នឹងនៅតំបន់ហ្នឹងគឺអត់មានពេទ្យសត្វអត់មានកន្លែងណាដែលអាចជួយសង្គ្រោះគាត់បានមានតែពេទ្យសម្រាប់ជួយសង្គ្រោះមនុស្សប៉ុន្តែសម្រាប់សត្វគឺអត់មានទេពេលអញ្ចឹងចាប់ពីពេលថ្ងៃហ្នឹងមកខ្ញុំបានប្រាប់ខ្លួនឯងថាខ្ញុំនឹងហ៊ានពេទ្យសត្វខ្ញុំនឹងខ្លាចទៅជាពេទ្យសត្វម្នាក់ហើយខ្ញុំនឹងបង្កើត clinic ពេទ្យសត្វនៅតំបន់នេះហើយខ្ញុំបានចំណាយពេលជាង5ឆ្នាំដើម្បីបង្កើត Pet Palace នេះឡើងបញ្ហាពេលនោះដែលយើងបានជួបប្រទះគឺសត្វចិញ្ចឹមមួយចំនួនគឺគាត់អត់ទទួលបានការស្រឡាញ់និងការយកចិត្តទុកដាក់គ្រប់គ្រាន់ទៅលើពួកគាត់ប៉ុន្តែសត្វចិញ្ចឹមមួយចំនួនទៀតគាត់ទទួលបានការយកចិត្តទុកដាក់ប៉ុន្តែគ្រាន់តែម្ចាស់របស់គាត់អត់មានកន្លែងណាដែលគាត់អាចនឹងទទួលសេវាកម្មទាំងអស់ហ្នឹងដើម្បីមើលថែសត្វចិញ្ចឹមគាត់បានហើយមួយទៀតគឺគាត់ខ្វះព័ត៌មាននិងចំណេះដឹងទាក់ទងជាមួយនឹងការមើលថែសត្វចិញ្ចឹមរបស់គាត់ហើយអត្រានៃការលួចសត្វចិញ្ចឹមដើម្បីយកទៅធ្វើសាច់បរិភោគហ្នឹងគឺមានច្រើនមែនតើហើយដំណោះស្រាយរបស់ពួកយើងគឺយើងបើកPet Palace នេះឡើងដើម្បីផ្ដល់តម្រូវការទាំងស្រុងជូនទៅដល់ម្ចាស់សត្វចិញ្ចឹមទាំងអស់